ตកំពង់ចាមអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថាតួអង្គសំខាន់ចំនួន5ដែលត្រូវអនុវត្តមូលដ្ឋានឃុំសង្កាត់ដើម្បីបម្រើទៅដល់ប្រជាពលរដ្ឋព័ត៌មានលម្អិតលោកហ៊ៀងថាច់នឹងជម្រាបជូនឯកឧត្តមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាក់ថានៅថ្នាក់មូលដ្ឋានមានតួអង្គសំខាន់ចំនួន5ដែលត្រូវអនុវត្តគឺតួអង្គមេឃុំឬចៅសង្កាត់ដែលជាតួអង្គតំណាងឲ្យក្រុមប្រឹក្សាមេប៉ូតតំណាងឲ្យកម្លាំងសន្តិសុខប្រធានមណ្ឌលសុខភាពតំណាងឲ្យក្រុមគ្រូពេទ្យនាយកសាលាតំណាងឲ្យគ្រូបង្រៀននិងមេភូមិដែលតួអង្គទាំង5ត្រូវរួមគ្នាដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបានលើការងារដែលមានភាពលឿនរហ័សជាទីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋការបញ្ជាក់បែបនេះគឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីភាពបើកមហាសន្និបាតអាណត្តិទី4របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ក្នុងខេត្តកំពង់ចាមដែលពិធីនេះបានធ្វើឡើងនៅសាលាខេត្តកំពង់ចាមនាថ្ងៃទី24ខែមិនិនាឆ្នាំ2025ឯកឧត្តមអ៊ុនចិន្តាមានប្រសាសន៍បន្តថាមហាសន្និបាតអាណត្តិទី4របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តកំពង់ចាមនៅឱកាសនេះគឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរបស់លោកស្រីសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់នៅក្នុងខេត្តកំពង់ចាមរបស់យើងក្នុងការបន្តនូវចីរភាពដល់សមាគមមួយដែលតំណាងសម្លេងនិងការពារប្រយោជន៍រួមដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈអភិបាលកិច្ចតាមបែបវិមជ្ឈការវិសមជ្ឈការនិងបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានជាងនេះទៅទៀតមហាសន្និបាតអាណត្តិទី4នៅពេលនេះគឺជាឱកាសដែលសមាគមបង្ហាញនូវសមិទ្ធផលដែលខ្លួនសម្រេចបានក្នុងការលើកកម្ពស់សមត្ថភាពនិងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុងស្រុកក្រុមប្រឹក្សាឃុំសង្កាត់និងសមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់នៅក្នុងខេត្តកំពង់ចាមជាមួយគ្នានេះដែរមហាសន្និបាតអាណត្តិទី4ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់គឺពិនិត្យពិភាក្សានិងអនុម័តសេចក្តីព្រាងអលេខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងសមាគមនិងដំណើរការបោះឆ្នោតជ្រើសរើសអង្គអភិបាលកិច្ចរបស់សមាគមសម្រាប់អាណត្តិទី4មានជាអាចប្រធានអនុប្រធានសមាជិកក្រុមប្រឹក្សានិងសមាជិកគណៈកម្មការប្រតិបត្តិសមាគមអរគុណទស្សនិកជនវគ្គក្រោយ